ជំរាបសួរពុកម៉ែបងប្អូននេះជាតំបន់ទេសចរធម្មជាតិមួយកន្លែងដែលនៅខេត្តសៀមរាបដែលស្ថិតនៅបឹងទន្លេសាបគឺឃុំកំពង់ឃ្លាំងបឹងទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍និងជាតំបន់ដែលមានសារៈសំខាន់ខ្លាំងទាំងផ្នែកធម្មជាតិសេដ្ឋកិច្ចនិងវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុងតំបន់នេះឃុំកំពង់ឃ្លាំងគឺជាគោលដៅទេសចរដ៏ល្បីមួយដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនាជីវភាពរស់នៅរបស់ប្រជាជនលើផ្ទៃទឹកកំពង់ឃ្លាំងស្ថិតនៅក្នុងស្រុកសូត្រនិគមមានចម្ងាយប្រមាណ50គីឡូម៉ែត្រពីក្រុងតំបន់នេះល្បីល្បាញដោយសារភូមិផ្ទះសសរខ្ពស់ដែលត្រូវបានសាងសង់ឡើងដើម្បីសម្របខ្លួនទៅនឹងការឡើងចុះនៃកម្ពស់ទឹកបឹងក្នុងរដូវវស្សានិងរដូវប្រាំងនៅពេលទឹកឡើងផ្ទះទាំងនេះហាក់ដូចជាអណ្ដែតលើផ្ទៃទឹកខណៈនៅរដូវប្រាំងគេអាចមើលឃើញសសរផ្ទះដែលមានកម្ពស់រាប់ភ្ញៀវទេសចរអាចជិះទូកទស្សនាទេសភាពតាមដងព្រែកទស្សនាភូមិអណ្ដែតសាលារៀនវត្តអារាមផ្សារលើទឹកនិងសកម្មភាពនេសាទប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាពិសេសតំបន់នេះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតនិងសម្បូរទៅដោយជីវៈចម្រុះដូចជាត្រីបក្សីទឹកនិងរុក្ខជាតិនានាដែលជាចំណែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាបក្រៅពីភាពស្រស់ស្អាតនៃធម្មជាតិកំពង់ឃ្លាំងក៏ឆ្លុះបញ្ចាំងពីវប្បធម៌និងរបៀបរស់នៅបែបប្រពៃណីរបស់សហគមន៍អ្នកនេសាទដែលបានរស់នៅពឹងផ្អែកលើបឹងទន្លេសាបអស់ជាច្រើនជំនាន់ភ្ញៀវអាចស្វែងយល់ពីមុខរបរនេសាទការចិញ្ចឹមត្រីនិងទំនៀមទម្លាប់ក្នុងសហគមន៍ដែលធ្វើឲ្យការទស្សនាមានទាំងតម្លៃផ្នែកអប់រំនិងបទពិសោធន៍វប្បធម៌សរុបមកឃុំកំពង់ឃ្លាំងគឺជាតំបន់ទេសចរធម្មជាតិនិងវប្បធម៌ដ៏មានសក្តានុពលដែលបង្ហាញពីភាពអស្ចារ្យនៃបឹងទន្លេសាបនិងជីវភាពរស់នៅដ៏ពិសេសរបស់ប្រជាជនក្នុងតំបន់វាជាគោលដៅដ៏សមស្របសម្រាប់អ្នកដែលចង់សិក្សាអំពីធម្មជាតិវប្បធម៌និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជាតាមបណ្ដោយបឹងទន្លេសាបសូមអរគុណសូមជួយ Subscribe និង Follow ផង